សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះគឺខ្ញុំមកបញ្យល់អំពីការប្រើប្រាស់ Apresi អញ្ចឹងនៅក្នុងទីនេះគឺវាមានមុខងារច្រើនហ្នឹងហើយឧទាហរណ៍ថានៅក្នុងតំបន់នេះវាមាន OP និងមាន KTR1 KTR2 រហូតមាន Pivot ណាអ្វីដែលសំខាន់គឺនៅក្នុងហ្នឹងវាមានតែ OP Open Bright ហ្នឹងទេ Open Bright គឺជាទីកន្លែងដែលបើកផ្សារចឹងនៅក្នុងទីនេះគឺកំណត់សម្គាល់ថាកាលណាបើផ្សារបើកម៉ោង5ហ្នឹងគឺគេតំណាងឲ្យ OP ហ្នឹងហើយ OP ឬក៏ Open Price Open Market ហ្នឹងអញ្ចឹងកាលណាបើផ្សារហ្នឹងដើរនៅក្រោម OP គឺយើងរកកន្លែងលក់ហ្នឹងហើយរកកន្លែងលក់ហើយគោលដៅរបស់វាគឺមកដល់ហ្នឹងហើយគោលដៅរបស់វាមកដល់នេះដល់ KTR3 ហ្នឹងមកដល់ KTR3 អញ្ចឹងតំបន់នេះគឺជាតំបន់លក់អូខេហើយសម្រាប់កាលណាបើសិនជានៅលើនេះបើសិនជាផ្សារនេះដើរនៅលើ OP គឺយើងរកកន្លែងទិញបើអ្នកថាតំបន់ដែលយើងទិញហ្នឹងគឺចាប់ពីនឹងហើយពីនេះទៅគឺយើងរកកន្លែងទិញមកទិញរហូតដល់ KTR3 ហ្នឹងទៅតែយើងត្រូវប្រើចំណេះដឹងផងណាហ្នឹងហើយអញ្ចឹងខ្ញុំបញ្យល់បន្តិចទៀតហ្នឹងហើយអញ្ចឹង Open នេះគឺជាកន្លែងផ្សារបើកឬក៏ OP នេះគឺជាកន្លែងផ្សារបើកម៉ោង5ហ្នឹងហើយកាលណាបើសិនជាផ្សារនៅក្រោម OP នេះគឺយើងរកកន្លែងលក់ហ្នឹងហើយកន្លែងលក់រហូតដល់ KTR3 នឹងគោលដៅរបស់វាហើយកាលណាបើផ្សារបើកហ្នឹងហើយផ្សារបើកនៅលើ OP គឺយើងរកកន្លែងទិញនិយាយខ្លីហើយមុខងារបន្ទាប់ទៀតបងប្អូនអាចយកថាវាមាន Pivot ហ្នឹងហើយ Pivot នេះក៏ដូច OP ដូចគ្នាដែរវាស្រដៀងនឹង OP ដូចគ្នាដែរហ្នឹងហើយកន្លែងនេះហ្នឹងហើយ Pivot វាដូចតែ OP ទេហ្នឹងហើយអញ្ចឹងកាលណាបើផ្សារវាដើរម្ដងតំបន់ Pivot នេះគឺបងប្អូនត្រូវប្រយ័ត្នណាបងប្អូនត្រូវប្រយ័ត្នថាគឺយើងកាលណាបើសិនជាផ្សារនៅលើ Pivot ហ្នឹងគឺយើងរកកន្លែងទិញឡើងហ្នឹងហើយនេះដូចតែគ្នាដែរនឹងកាលណាបើផ្សារមកដល់កន្លែង Pivot ហ្នឹងនៅក្រោម Pivot ហ្នឹងគឺយើងរកកន្លែងលក់ហ្នឹងហើយវាដូចតែ OP អញ្ចឹងកាលណាបើវានៅក្រោម Pivot នេះគឺយើងរកកន្លែងលក់ហ្នឹងរកកន្លែងលក់ខុសគ្នាត្រង់ណាมันខុសគ្នាទេ OP និង Pivot គឺមុខងារដូចតែគ្នាទេឲ្យតែនៅលើយើងនៅលើ OP ឬក៏នៅលើ Pivot យើងរកកន្លែងទិញឡើងមកបើនៅក្រោម OP ឬក៏ក្រោម Pivot យើងរកកន្លែងលក់មកអូខេអញ្ចឹងឧទាហរណ៍ថានៅក្នុងទីនេះវាមានមុខងារផ្សេងទៀតដូច KTR1 KTR3 ហ្នឹងគឺជាតំបន់គោលដៅរបស់វាទេឬក៏តំបន់ retrace និយាយខ្លីទៅឃើញផ្សារឲ្យតែប៉ះកន្លែង KTR1 បន្ទាត់ខៀវហ្នឹងគឺវា retrace ហ្នឹងហើយវាប៉ះហើយវាចុះមកវា retrace ហើយវាឡើងទៅលើចុះឡើងវាមករកគោលដៅ KTR2 ហ្នឹងហើយ KTR2 ដល់ពេលចុះឡើងវាប៉ះជាមួយ Pivot ហ្នឹងចាប់ផ្ដើមវាដូរទិសដៅអូខេអញ្ចឹងនៅក្នុងទីនេះគឺមានទៀតមាន MLP ឬក៏30 MA ឬក៏100 MA 50 MA វាបានន័យថា MLP ឬក៏30 MA 100 200 MA ឬក៏40 វាងរ៉េមរេដូចតែគ្នាទេព្រោះកន្លែងនេះគឺជាតំបន់ MA ដែលកំណត់ថាកាលណាបើផ្សារប៉ះវាតែងតែឡងជានិច្ចឬក៏តំបន់ retrace ដែលវាប៉ះហើយខ្លាំងវាអាចឡងហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេហ្នឹងហើយតំបន់ KCB នេះគឺតំបន់ហៅថាវា break តំបន់ដែលវា break ឬក៏ up trend down trend ខ្លាំងបានន័យថាកន្លែងនេះគឺតំបន់ហួសកំណត់ហើយគោលដៅរបស់យើងគឺយកតែ KTR3 ទេហ្នឹងហើយអញ្ចឹងមកបញ្យល់ពីអត្ថន័យនៅក្នុងទីនេះអត្ថន័យនៅក្នុងនេះគឺហៅថានេះគេហៅថា KCI ពណ៌ខៀវក្តីពណ៌ក្រហមក្តីគឺតំណាងឲ្យអ្នកទិញហ្នឹងហើយពណ៌ខៀវនេះតំណាងឲ្យអ្នកទិញមានកម្លាំងហ្នឹងហើយពណ៌ក្រហមនេះតំណាងឲ្យអ្នកទិញដាច់ដង្ហើមហ្នឹងហើយដាច់ដង្ហើមអូខេបន្ទាប់មកគឺខាងក្រោមនេះគឺមានហ្នឹងហើយអ្នកលក់នឹងតំណាងឲ្យអ្នកលក់នេះ
តំណាងឲ្យអ្នកលក់វាមានពីរចំណុចមើលទៅនឹងឧទាហរណ៍ថាអ្នកលក់អ្នកទិញកំពុងមានកម្លាំងអ្នកលក់បានដាច់ដង្ហើមអស់ឃើញទេអត់មានអ្នកណាចូលមកដាច់ឆាញ់ហ្នឹងហើយបន្ទាប់មកសម្រាប់អ្នកទិញអស់កម្លាំងនេះអាក្រហមនេះបានន័យថាអ្នកទិញអស់កម្លាំងស្រាប់តែអ្នកលក់ចូលមកធ្វើឲ្យអាពណ៌លឿងនេះចេញបានន័យថាអ្នកទិញកំពុងតែដាច់ SL បដាហើយដាច់ SL បដាអូខេយើងអាចប្រៀបធៀបជាមួយនឹង Diamond អាចប្រៀបធៀបជាមួយនឹង Diamond ឧទាហរណ៍ថាវាចេញមកអញ្ចឹងមិនបងប្អូនកុំគិតថាឲ្យតែចេញ Diamond គឺត្រូវទៅលក់ឬក៏ទិញហ្នឹងយើងត្រូវគូកងគ្នាខាងក្រោមនេះកាលណាបើ Diamond ចេញចេះបងប្អូនមើលខាងក្រោមនេះបើសិនជាអ្នកទិញកំពុងតែមានកម្លាំងអត់មានអ្នកលក់ទេវាចំហចេះគឺបងប្អូនធ្វើការទិញឡើងលើហ្នឹងហើយធ្វើទិញឡើងលើដោយសារកន្លែងនេះវាមានប៉ះ pivot ផងអញ្ចឹងណាអញ្ចឹងយើងធ្វើការទិញឡើងលើមកហ្នឹងហើយទិញឡើងលើមកហ្នឹងហើយហើយយើងត្រូវមើលផងបើសិនតែមានអ្នកលក់ចូលមកគឺយើងត្រូវប្រយ័ត្នហ្នឹងហើយយើងត្រូវប្រយ័ត្នអាច take profit ឬក៏យើង TP ទៅអញ្ចឹងឃើញអ្នកទិញកំពុងតែអស់កម្លាំងនេះពណ៌ក្រហមឆេះនេះស្រាប់តែអ្នកលក់ចូលមកនេះផ្សារនេះចាប់ដើមចុះមកឃើញទេផ្សារនេះចាប់ចុះមកឃើញទេអញ្ចឹង Diamond ហ្នឹងគឺគ្រាន់តែបញ្ជាក់ថាយើងគួរទិញឬក៏គួរលក់យើងគូជាមួយគ្នានៅខាងក្រោមនេះទៅគឺបានជាការស្រេចហើយអូខេអញ្ចឹងវីដេអូតែប៉ុណ្ណឹងមានការឆ្ងល់ហើយអាចសាកសួរបានអរគុណបាទ